បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាសាជាថ្មីហើយក៏សូមបង្ហាញពុកម៉ែបងប្អូនពាក់ព័ន្ធនឹងដើមឈើមួយប្រភេទបងប្អូនបាទនេះចង់បង្ហាញពុកម៉ែបងប្អូនដើមឈើមួយប្រភេទនេះបាទហើយក៏សូមអធិស្ឋានពុកម៉ែបងប្អូនចំពោះដើមឈើមួយប្រភេទនេះគឺវាដើមតូចពុកម៉ែបងប្អូនបាទដោយសារតែបច្ចុប្បន្ននៅតំបន់ខាងខ្ញុំនេះវាអត់មានដើមធំបាទអញ្ចឹងមានតែដើមតូចអញ្ចឹងថតបង្ហាញពុកម៉ែបងប្អូនដើមតូចនេះបាទដើមមួយនេះមានឈ្មោះថាដើមខ្លុងបាទហើយខ្ញុំគិតថាពុកម៉ែបងប្អូនប្រហែលជាស្គាល់ច្រើនពិសេសលោកអ៊ំលោកតាលោកយាយចាស់បាទប្រហែលជាគាត់ស្គាល់ច្រើនបាទហើយខ្ញុំសូមបង្ហាញអំពីលក្ខណៈទូទៅរបស់ដើមខ្លុងបាទដើមខ្លុងទី1ភាគច្រើនគឺដើមវាស្រឡូនពុកម៉ែបងប្អូនប្រហែលជាអាចស្គាល់ឬក៏អាចធ្លាប់ឃើញពិសេសពុកម៉ែបងប្អូនដែលនៅស្រុកស្រែចម្ការប្រហែលជាដឹងបាទតែសម្រាប់ពុកម៉ែបងប្អូននៅទីក្រុងក៏ដូចជាឃើញជំនាន់ក្រោយប្រហែលជាគាត់មិនដឹងទេបាទគឺដើមវាមានលក្ខណៈត្រង់ស្រឡូនបាទហើយមែកវារង្វើលបាទមែកវារង្វើលបែបនេះបងប្អូនទោះបីជាវាដើមធំក៏ដោយក៏វាមានស្លឹកមានមែករង្វើលដែរបងប្អូនបាទហើយបាទទី2គឺសម្បកវាបងប្អូនសម្បកវាគឺមានពណ៌នេះបងប្អូនបានឃើញអញ្ចឹងគឺពណ៌ប្រផេះបាទពណ៌ប្រផេះហើយសម្បកវាបើដើមឈើធំវាប្រេះជាចង្អូចេះបងប្អូនវាប្រេះជាចង្អូជ្រៅបាទហើយធំប្រេះជាចង្អូចេះបាទជ្រៅហើយសម្បកវាគឺក្រាស់ហើយមួយទៀតតកតងនឹងដើមខ្លុងនេះដែរកម្ពស់ទំហំវាគឺអាចនៅចន្លោះពី10ទៅ20ម៉ែត្របាទដើមវាគឺជាប្រភេទដើមឈើធំបាទមុខកាត់វាក៏មានធំដែរបងប្អូនបាទហើយសឡូនខ្ពស់បាទហើយទី2ទី3ហើយទី4បាទពាក់ព័ន្ធនឹងដើមខ្លុងនេះគឺជាប្រភេទដើមឈើមួយបាទក្នុងចំណោមដើមឈើផ្សេងប្រហែលជាពុកម៉ែបងប្អូនមួយចំនួនដែលដើរព្រៃប្រហែលជាគាត់បានដឹងថាក្នុងចំណោមដើមឈើទាំងអស់បាទនៅក្នុងប្រទេសកម្ពុជាយើងមានតែដើមឈើខ្លុងមួយប្រភេទនេះទេដែលមានស្លឹកធំជាងគេនេះបងប្អូនស្លឹកវាដោយស្លឹកបាទ4ចង្អាមនេះប្រហែលជា4ទឹកបងប្អូនប្រហែលជា4ទឹកទៅ5ទឹកអានោះបដោយស្លឹកវាហើយតឹងស្លឹកវាគឺ3ចង្អាមបាទចន្លោះពី3ទឹកបាទទៅ3ទឹកជាងហើយបងប្អូនស្លឹកវាធំមែនតើបាទនេះបងប្អូនមើលអញ្ចឹងស្លឹកវាធំក្រាស់ហើយរលោងបងប្អូនបាទអត់នេះទេអត់តែមានរោមទេប៉ុន្តែសម្រាប់ធាងវាមានរោមហ្មងសម្រាប់ធាងវាចេញបែបនេះគឺវាមានរោមបាទហើយចំពោះអត្ថប្រយោជន៍វិញបើចំពោះក្លឹមវាគឺយើងអាចយកទៅធ្វើជាគ្រឿងផ្ទះបានបងប្អូនប៉ុន្តែវាអាចថាក្នុងចំណោមឈើផ្សេងវាជាឈើមួយធន់កណ្ដាលបាទវាអត់សូវមានក្លឹមរឹងមាំដោយប្រភេទកគីឬក៏បេងឬក៏ក្រំអីទេបងប្អូនវាជាប្រភេទឈើមួយដែលមានក្លឹមអាចចាត់ធន់កណ្ដាលហើយបើសិនជាឈើតូចបាទឈើតូចដែលយើងអត់មានក្លឹមណាយើងអាចយកវាទៅត្រាំទឹកមុននឹងប្រើដើម្បីកុំឲ្យសត្វឬក៏មេខ្មោចវាស៊ីបាទប៉ុន្តែបើក្លឹមវាលក្ខណៈឈើធំគឺយើងអាចយកទៅធ្វើផ្ទះបានហើយក៏ពុកម៉ែបងប្អូនវាច្រើនក៏គាត់យកទៅត្រាំទឹកដែរមុននឹងប្រើបាទខ្លុងបើប្រៀបធៀបជាមួយនឹងឈើផ្សេងវាអត់សូវមានក្លឹមហើយក៏វាគ្រាន់បើជាងដើមរកាបងប្អូនគ្រាន់បើជាងដើមរកាបន្តិចយើងអាចទៅធ្វើគ្រឿងផ្ទះក្តារផ្ទះបាទតសដូចជាគេមិននិយមប្រើឯងបងប្អូនបាទដោយសារតែវាអត់សូវមានក្លឹមល្អហើយស្លឹកវាវិញបងប្អូនស្លឹកវាគឺចំនួនមុនចំនួនសង្គ្រាមចាស់គាត់យកទៅបាទដេធ្វើជាប្រក់ជាងផ្ទះឬក៏ដំបូលផ្ទះឬក៏ដំបូលខ្ទម
ជាបណ្ដោះអាសន្នបើសិនជាករណីអត់ស្បូវបាទអានេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់នេះដើមខ្លងបាទហើយបច្ចុប្បន្នគេយកវាភាគច្រើនបងប្អូនពិសេសពុកម៉ែបងប្អូនឬក៏ជាងសំណងគាត់យកទៅធ្វើជាចន្ទុលបាទចន្ទុលប្លង់សេឬក៏ចន្ទុលពុំធ្វើសំណងផ្សេងពុកម៉ែបងប្អូនដើមវាប្រប៉ិនកជើងឬក៏ប៉ុនផ្លូវគេដំច្បកវាចេញបាទហើយគេយកទៅត្រាំទឹកឬក៏ទៅហាលទុកបាទឲ្យវាស្ងួតមួយសម្ពប់មួយស្ងួតកុំឲ្យវាធ្ងន់ណាដើម្បីយើងយកទៅធ្វើជាឈើបសម្រាប់ធ្វើពុំប្លង់ផ្សេងបានបាទប្លង់ផ្សេងសំណង់ឲ្យផ្សេងបានបងប្អូននេះតាប្រយោជន៍វាប៉ុណ្ណឹងបងប្អូនបើថាអត្ថប្រយោជន៍ផ្សេងទៀតដូចជាធ្វើឲ្យមានតម្លៃដូចឈើផ្សេងនោះវាអត់មានទេបងប្អូនគឺឈើខ្លងនេះគឺជាប្រភេទឈើមួយគេហៅថាធន់មធ្យមបាទមិនមែនឈើប្រណិតហើយក៏មិនមែនឈើខ្លឹមសម្រាប់ធ្វើផ្ទះបានយូរអង្វែងណាបងប្អូនបានធ្វើគ្រឿងអីអាចបាទបានគ្រឿងក្តារបាំងបានបងប្អូនមួយរយៈពេលបាទបើកំណត់ជាឆ្នាំវាអាចយូរគួរសមបងប្អូនបាទប៉ុន្តែវាមិនធ្វើឲ្យជាប់បានយូរអង្វែងទេបាទនេះគឺជាដើមខ្លងបាទដើមវាបាទខ្ញុំសូមបញ្ជាក់សារជាថ្មីជាប្រភេទឈើមួយដែលមានស្លឹកធំជាងគេក្នុងចំណោមឈើផ្សេងនេះបើតាមការជួបប្រទះរបស់ខ្ញុំឯងបងប្អូនណាសម្រាប់ពុកម៉ែបងប្អូនបើបានដឹងថាដើមឈើណាដែលមានស្លឹកធំជាងនេះជួយខមមិនប្រាប់ផងបងប្អូនបាទប៉ុន្តែបច្ចុប្បន្នតាមការសង្កេតរបស់ខ្ញុំគឺដើមខ្លងនេះគឺមានស្លឹកធំជាងគេក្នុងចំណោមឈើផ្សេងវាធំជាងស្លឹកចាបងប្អូននេះបងប្អូនមើលស្លឹកវាធំស្លឹកណាល្អគឺធំដូចខ្ញុំបានរៀបរាប់មិញហ្នឹងគាត់ថាតឹងវា3ចង្អាមបដោយវា4ចង្អាមបាទបងហើយស្លឹកវារៀងពងកពើបាទពងកពើវាមិនមែនជាវែងទេបងប្អូនពងកពើបាទហើយចំពោះអត្ថប្រយោជន៍ផ្សេងទៀតពុកម៉ែបងប្អូនគឺប្រហែលជាដឹងគឺសម្រាប់ព្រៃឈើសម្រាប់ចាំឈើគឺវាមានអត្ថប្រយោជន៍សម្រាប់បរិស្ថានបិទតែវាអាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់យើងបានពុកម៉ែបងប្អូនគួរតែកាត់បន្ថយបាទឬក៏យើងយកអីមកជំនួសដើម្បីកុំឲ្យបាត់បង់ដើមឈើនៅក្នុងប្រទេសកម្ពុជាយើងបន្ថែមទៀតបាទព្រោះបច្ចុប្បន្នគឺបច្ចេកទេសនៃការប្រើប្រាស់គឺយើងមានបែបវិទ្យាសាស្ត្របែបទំនើបបាទការពុតឈើនេះអាចដុតធ្យូងបានបងប្អូនប៉ុន្តែយើងមិនគួរដុតទៀតទេបងប្អូនយើងប្រើហ្គាសប្រើអីបានឥឡូវបច្ចុប្បន្នបាទអគ្គិសនីអីបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទចង់ឲ្យបងប្អូនអំពីថាតែដើមខ្លងវាមានលក្ខណៈយ៉ាងម៉េចបាទខ្ញុំសូមនឹងខេបសារជាថ្មីគឺទី1សម្បកវាបាទប្រេះជារៀងជ្រៅអញ្ចឹងអូសម្បកវាក្រាស់ទីបាទទី1ទី2ពណ៌វាគឺពណ៌ប្រផេះហើយទី3គឺស្លឹកវាបាទធំបាទហើយដើមវាមានលក្ខណៈត្រង់សាឡូនហើយមែកវារង្វើលបាទស្លឹកក៏រង្វើលដែរបងប្អូនស្លឹកក៏រង្វើលប៉ុន្តែស្លឹកវាធំបាទដែលយើងមើលទៅដូចស្លឹកញឹកចឹងប៉ុន្តែជាក់ស្ដែងដើមខ្លងគឺស្លឹកវារង្វើលបាទហើយអត្ថប្រយោជន៍គឺយើងអាចយកទៅធ្វើគ្រឿងផ្ទះបានបាទហើយស្លឹកវាអាចយកដេកទៅប្រក់ខ្ទមប្រក់បាទជាងផ្ទះជាងខ្ទមបានបាទជាបណ្ដោះអាសន្នបងប្អូនបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបងប្អូនខ្ញុំមកបងប្អូនជួយ Subscribe ក៏ដូចចុចរូបកណ្ដឹងម្នាក់មួយដើម្បីចែករំលែកជូនដល់ពុកម៉ែបងប្អូនពិសេសក្មេងៗជំនាន់ក្រោយបានស្គាល់អំពីបាទដើមឈើមួយប្រភេទនេះដែលមានឈ្មោះថាដើមខ្លងបាទអរគុណពុកម៉ែបងប្អូនដែលជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ